Hello សួស្តីអ្នកគ្នាជួបគ្នាម្ដងទៀតមកកាន់ការសិក្សារឿង Novel ឥឡូវចូលពីតមកទៅជក់ Celestial គឺជាទ្រព្យសម្បត្តិពោរពេញទៅដោយធម្មពលនៃព្រះអាទិត្យពុកបានប្រមូលព្រះអាទិត្យចំនួន12ហើយប្រែក្លាយទៅជានិមិត្តសញ្ញា12ដែលអាចប្រមូលអាចគូដោយជក់នោះបានអំណាចរបស់វាគឺអាចទទួលយកបានចំណែកសំណាញ់ Celestial អ្វីត្បិតតែកំណត់នេះមានតម្លៃមធ្យមក៏ដោយប៉ុន្តែព្រលឹងនៅក្នុងវាហាក់ដូចទទួលនៅភាពវៃឆ្លាតមួយចំនួនវាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ដូច្នេះខ្ញុំជឿថាវាអ្នកនឹងចូលចិត្តវាអាហ្នឹងគឺជារឿងរ៉ាវដែលបានកើតឡើងទៅក្នុងត្បូងថ្មដែលវ៉ាលេនបានកាត់ហ្នឹងអ្នកគ្នានិយាយទៅហ្នឹងមិនមែនរឿងរ៉ាវដែលទៅកើតនៅក្នុងអាណាចក្រ Celestial អញ្ចឹងទៅសម្រាប់កំណត់ទ្រព្យទី3វាត្រូវបានប្រើប្រាស់យ៉ាងល្អបំផុតជាមួយនឹងដាវ Celestial ទឹកភ្លៀងរបស់អ្នកកំណត់ទ្រព្យនេះត្រូវបានគេហៅថារនាំងរលឹងការដាក់ដាវ Celestial នៅខាងក្នុងវាអាចពង្រឹងវិញ្ញាណដាវនៅខាងក្នុងខ្លួនបានឪពុកបានប្រើលោហៈធាតុដើម Celestial នៅខាងក្នុងអាង Celestial ដើម្បីធ្វើវាចំពោះអក្សរាវិរុទ្ធ Celestial ទោះបីជាវាជាអក្សរាវិរុទ្ធ Celestial ដែលមានគុណភាពទាបហើយធម្មពលរបស់វាគឺធម្មតាក៏ដោយក៏វាជាអក្សរាវិរុទ្ធដ៏គួរឲ្យចាប់អារម្មណ៍ណាស់ដែរអក្សរាវិរុទ្ធនេះត្រូវបានគេហៅថាបញ្ឈប់អក្សរាវិរុទ្ធឪពុកបានរកឃើញរឿងនេះនៅលើភពអាថ៌កំបាំងនៃចៃដន្យជាអក្សរវាមិនពេញលេញទេប៉ុន្តែបេដាអាចស្ដារវាឡើងវិញបន្ទាប់បានស្រាវជ្រាវពីអក្សរាវិរុទ្ធនេះបេដាបានទាយថានេះគ្រាន់ជាផ្នែកនៃអក្សរាវិរុទ្ធរួមមួយប៉ុណ្ណោះជាអក្សរអ្វីដែលខ្ញុំបានរកឃើញគឺមិនពេញលេញដូច្នេះខ្ញុំមិនអាចស្ដារអក្សរាវិរុទ្ធរួមទាំងមូលបានទេភាពរំភើបនៅលើមុខរបស់វ៉ាងលីនស្ងប់ស្ងាត់បន្តិចម្ដងត្បូងត្រូវបានបែកចេញជា3ផ្នែកផ្នែកទី1វាជាការពិពណ៌នាលម្អិតនៃការណែនាំសម្រាប់កំណត់ទ្រព្យ Celestial 3មិនមានការរឹតបន្តឹងនៅលើផ្នែកនៃត្បូងថ្មនេះទេហើយវាអាចចូលបានយ៉ាងងាយស្រួលចំណែកផ្នែកទី2ទៀតចំណែកផ្នែក2ផ្សេងទៀតមានការដាក់កម្រិតនៅពេលដែលនរណាម្នាក់ព្យាយាមពិនិត្យមើលពួកវាអារម្មណ៍តទេភាពរបស់ពួកវានឹងមានរូបភាពនិងមានពាក្យច្បុកច្បល់ដែលធ្វើឲ្យពួកគេមិនអាចរកឃើញអ្វីបានគ្រប់យ៉ាងពីក្នុងនោះផ្នែកទី2មានវិធីសាស្ត្រដើម្បីបង្កើតអាណាព្យាបាល Celestial បុរសចំណាស់នោះអាចរៀនពីអាណាព្យាបាល Celestial ការមើលឃើញបំណែកនៃផ្នែកទី2នេះក៏មានការលើកឡើងនេះនៅខាងត្បូងថ្មនេះដែរបិតាបានដាក់កម្រិតឈាមនៅលើត្បូងថ្មនេះបើគ្មានខ្សែឈាមរបស់អ្នកទេវាមិនអាចបំបែកការរឹតបន្តឹងនៅលើត្បូងនេះបានឡើយទោះបីជាយ៉ាងណាក៏ដោយត្បូងនេះមានអាយុកាលយូរមកហើយយូរល្មមដែលអាចសូម្បីតែអ្នកដាំដុះដែលមានឥទ្ធិពលរបស់បុគ្គលនេះក៏ដោយក៏វាមិនអាចប៉ះពាល់ពេលវេលាបានដែរមានថាពេលវេលាមិនអាចធ្វើវាចុះខ្សោយការរឹតបន្តឹងនៅលើផ្នែកទី1បានបាត់ទៅហើយការរឹតបន្តឹងនៅលើផ្នែកទី2បានបន្ធូរយ៉ាងខ្លាំងមានន័យថាវាកាត់បន្ថយភាពខ្លាំងរបស់វាមានថាខ្សោយជាងមុនមានការរំបន្ទឹងពីលើផ្នែកចុងក្រោយប៉ុណ្ណោះដែលនៅដដែលក្នុងចំណោមកំណត់ទ្រព្យ Celestial ទាំង3ខ្ញុំរកឃើញតែ2ប៉ុណ្ណោះសត្វវិញ្ញាណមិននៅទីនោះទេវត្ថុទាំងនេះត្រូវបានប្រគល់ឲ្យស្ត្រីម្នាក់ឈ្មោះថាឈីងសួងបើនាងឈ្មោះឈីងនោះឪពុកនាងគឺឈិននៃរបស់វ៉ាងនេះបានភ្លឺឡើងឲ្យគាត់ខ្សឹបថាអត្រា Celestial ឈិនលីនបន្ទាប់ពីសម្លឹងមើលត្បូងថ្មក្នុងដៃរបស់គាត់ដែលយកចិត្តទុកដាក់វ៉ាងនេះក៏ចាប់ផ្ដើមសញ្ជឹងគិតវ៉ាងនេះបិទភ្នែករបស់គាត់យកទៅតាមសម្លេងនៃត្បូងថ្មនេះគឺឈិនសួងគឺជាកូនស្រីរបស់អត្តរាជCelestial ភ្លៀងនាងក៏មានអាវុធមួយឈ្មោះថាដាវ Celestial ភ្លៀងដែរគាត់ស្រាប់តែបើកភ្នែកឡើងស្រាប់តែពន្លឺចេញពីក្នុងភ្នែករបស់គាត់ដាវ Celestial ភ្លៀងអាចមានរឿងចៃដន្យនគរភ្ញាក់ផ្អើលមួយនៅលើលោកនេះតើសាកសពស្ត្រីនោះជូយីជក់ចិត្តនឹងវាខ្លាចជាកូនស្រីរបស់អត្តរាជឈិនលីនមែនទេសាកសពរបស់ឈិនលីនហ្នឹងមានន័យថាមួយថានៅក្នុងខ្សែរឿងគេដែលចេញណាគ្នាជូយីហ្នឹងមួយខ្លាចជាវិញ្ញាណដាវហើយនឹងឈិនលីនឈីងសងម្នាក់ស្រីដែលស្លាប់ហើយណាឈិនជូយីនឹងស្រឡាញ់ខ្ញុំគិតថាអ្នកគ្នាស្គាល់ហើយមុននឹងវារីកដៃស្ដាំរបស់វ៉ាងលៀបបានបោះត្រាឲ្យចង្អុលទៅកន្លែងមួយសាកសពរបស់នារីក្នុងស្លៀកសុទ្ធសដែលស្អាតខ្លាំងធ្វើឲ្យបេះដូងនរណាម្នាក់លោតញាប់បណ្ដើចេញមកក៏លេចមើលសាកសពស្ត្រីវ៉ាងលៀបបានចាប់ផ្ដើមចិញ្ចឹមគិតយ៉ាងខ្លាំងភ្នែករបស់គាត់ភ្លឺឡើងបន្ទាប់មកព្រាមដៃពីររបស់គាត់បានបង្កើតជាដាវហើយបានក្រវីវាខ្យល់បក់ចេញមកក្រៅហើយស្នាមក្រហមមួយបានលេចឡើងនៅលើព្រាមដៃរបស់ស្ត្រីម្នាក់នោះទោះបីជាយ៉ាងណាក៏ដោយមុនពេលដែលឈាមអាចហូរចេញសញ្ញានោះបានបាត់ភ្លាមហើយត្រឡប់ទៅជាធម្មតាវិញ
ការបង្ហាញរបស់វ៉ាងលីននៅតែដដែលប៉ុន្តែភ្នែករបស់គាត់កាន់តែភ្លឺជាងមុនជាមួយនឹងគំនិតមួយថាមពលដើររបស់លីងធៀនហួរបានចូលក្នុងម្រាមដៃរបស់គាត់បានក្រវីដៃម្ដងទៀតហើយស្នាមក្រហមមួយទៀតបានលេចឡើងនៅលើដៃរបស់ស្ត្រីនោះទោះបីជាវានៅតែជាសះស្បើយយ៉ាងឆាប់រហ័សក៏ដោយប៉ុន្តែលើកនេះវាច្បាស់ជាយឺតជាងមុនដំណក់ឈាមក្រហមស្រក់ចុះពីមុខរបួសពីលើដៃរបស់ស្ត្រីនោះវ៉ាងលីនបានដកធម្មពលដើររបស់លីងធៀនហួរហើយចាប់យកដំណក់ឈាមគាត់បានក្រវីដៃអាវហើយស្ត្រីម្នាក់នោះក៏បានត្រឡប់ទៅក្នុងប៉មវិញគាត់ក៏បានដាក់វត្តមួយចូលក្នុងថង់កាន់វិញផងដែរប៉មនឹងប៉មដូចចូលយីបកលឲ្យវ៉ាងលីននឹងអ្នកគ្នាសម្រាប់ទុកសាកសពរបស់ស្ត្រីនឹងនៅក្នុងហ្នឹងខ្ញុំគ្រាន់តែត្រូវសាកល្បងវាដើម្បីដឹងថាវិជ្ជការពិតដែលថាឈីងសួងគឺជាវ៉ាងលីនសង្កត់ដំណក់ឈាមលើត្បូងដោយមិនស្ទាក់ស្ទើរពេលដំណក់ឈាមចុះពីលើត្បូងវាបានប្រែទៅជាអាប់ក្រហមភ្លាមអាប់ក្រហមបន្តិចម្ដងចូលទៅក្នុងត្បូងបន្ទាប់មកសម្លេងប្រែបាយចេញពីត្បូងភ្លាមហើយវាបានបាត់បង់ស្រទាប់មួយត្បូងថ្មគ្រីស្តាល់ពណ៌បៃតងថ្លាដែលមានខ្សែស្ដើងក្រហមឈាមបានលេចឡើងវ៉ាងលីនមិនអាចត្រូវបានរំខានដើម្បីសង្កេតមើលថាត្បូងពេជ្រនេះគឺស្រស់ស្អាតប៉ុណ្ណាទេគាត់បានសង្កេតវាដោយអារម្មណ៍ទេពភាពរបស់គាត់បន្ទាប់មកគាត់បានស្រូបខ្យល់ត្រជាក់ភ្លាមហើយចាប់ផ្ដើមជញ្ជឹងគិតត្រានៅលើផ្នែកពីរចុងក្រោយនៃត្បូងនេះត្រូវបានបើកនាងពិតជាឈីងសួងវ៉ាងលីនដកដង្ហើមធំវិញ្ញាណទេពភាពរបស់គាត់បានត្រឡប់ទៅត្បូងវិញដើម្បីពិនិត្យមើលខ្លឹមសារនៃផ្នែកទី2ផ្សេងទៀតពេលវេលាបានកន្លងផុតទៅបន្តិចម្ដងវ៉ាងលីនបានជ្រមុជខ្លួនចូលទៅក្នុងត្បូងថ្មនេះដោយមិនដឹងពីចំនួនពេលវេលាបុរសចំណាស់នោះបានភ្ញាក់ឡើងនៅថ្ងៃទី2បន្ទាប់ពីវ៉ាងលីនបានដាក់អារម្មណ៍ទេពភាពរបស់គាត់ចូលទៅក្នុងត្បូងថ្មនោះទោះបីជាយ៉ាងណាក៏ដោយការបង្កើតទាំង3នៅតែឡោមព័ទ្ធគាត់ថាមពលត្រជាក់បានហូរចូលក្នុងរាងកាយរបស់គាត់ទោះបីជាមានចង់ដាវធ្វើឲ្យគាត់មិនហ៊ានផ្លាស់ទីមីអ៊ីងទេជាមួយនឹងការដាំដុះរបស់គាត់អាចឃើញយ៉ាងច្បាស់ថាអាចកំបាំងនៃការបង្កើតនេះមិនមែននៅក្នុងដាវខ្លួនឯងទេប៉ុន្តែវាជាកម្លាំងអាចកំបាំងរបស់ពួកវាលើពីនោះក៏មានស៊ីលីងគូកំពុងតែមើលគាត់ផងដែរស៊ីលីងគូបានអណ្ដែតជុំវិញបុរសចំណាស់ហើយម្ដងម្កាលបង្ហាញស្នាមញញឹមត្រជាក់គាត់បានកាន់ដាវខ្មៅហើយក្រវីវាទៅមុខបុរសចំណាស់នោះប៉ុន្មានថ្ងៃក្រោយមកវិញ្ញាណទេពភាពរបស់វ៉ាងលីនបានត្រឡប់មកពីត្បូងថ្មវិញគាត់បានបើកភ្នែកហើយដកដង្ហើមវែងCelestial ទាំងនេះគឺសាហាវជាងអ្នកដាំដុះទៅទៀតផ្នែកទី2នៃត្បូងថ្មនេះមានកំណត់ត្រាលម្អិតនៃការបង្កើតអាយ៉ងមួយហៅថាអាណាព្យាបាល Celestial ឬក៏អ្នកការពារ Celestial វិធីសាស្ត្រនេះមិនមែនសម្រាប់ Celestial ទេវាគឺមានន័យថាសម្រាប់ប្រើលើអ្នកដាំដុះត្រូវបានចាប់យកនិងចម្រាញ់បើជោគជ័យអាណាព្យាបាល Celestial នឹងមានកម្លាំងខ្លាំងយោងទៅតាមពួកគេ Celestial អាណាព្យាបាល Celestial មិនមែនជាមនុស្សទេប៉ុន្តែជាកំណប់ទ្រព្យវាត្រូវបានបែងចែករវាងកម្រិតទាបមធ្យមនិងខ្ពស់នៅក្នុងត្បូងថ្មវាត្រូវបានចែងថាអាណាព្យាបាល Celestial មានគុណភាពទាបគឺស្មើនឹងអ្នកដាំដុះកំពូលកម្រិតទី7ដំណាក់កាលចុងក្រោយដែលជាដែនកំណត់នៃជំហានដំបូងចំពោះគុណភាពមធ្យមគឺជាគុណភាពនិងគុណភាពខ្ពស់ខ្ញុំមិនអាចកំណត់ថាពួកវានៅទីណាក្នុងជំហានទី2នោះទេសម្រាប់ផ្នែកទី3នៃត្បូងថ្មវាគឺជាផែនទីវាមើលទៅដូចជាផែនទីសន្តានដីនៃរូងភ្នំនៃរបស់វ៉ាងលីនបានភ្លឺឡើងហើយគាត់បានមើលបុរសចំណាស់នោះវ៉ាងលីននិយាយដោយស្ងប់ស្ងាត់ថាប្រគល់វាទៅមុខរបស់បុរសចំណាស់នោះពោពេញទៅដោយភាពជឿជាក់នៅពេលដែលគាត់និយាយថាអ្នកមានកាបូបទាំងអស់របស់ខ្ញុំតើអ្នកចង់បានអ្វីទៀតនៅក្នុងចិត្តរបស់គាត់បានដាក់បដាសាអ្នកដែលមានឈ្មោះថាវ៉ាងគឺអាក្រក់ជាងប្តីប្រពន្ធមួយគូនោះទៅទៀតពួកគេចង់បានតែកាបូបមួយក្នុងចំណោមកាបូបរបស់ខ្ញុំប៉ុណ្ណោះប៉ុន្តែបុរសនេះឈ្មោះវ៉ាងមិនចង់ទុកឲ្យខ្ញុំនៅអ្វីឡើយម៉ាលីនសម្លឹងមើលបុរសចំណាស់នោះដែលត្រជាក់ហើយទះថង់ដែលកាន់បំណែកថ្មចំនួន10ដុំបានហោះចេញមកត្បូងថ្មដែលបាក់បែកទាំងនោះគឺជាវត្ថុនៅខាងក្នុងអ្នកការពារ Celestial ទាំង10នោះដែលបុរសចំណាស់នោះបានដាក់ក្រោយពីបុរសចំណាស់នោះបានរកឃើញត្បូងថ្មដែលបាក់នោះទឹកមុខរបស់គាត់បានផ្លាស់ប្ដូរយ៉ាងខ្លាំងម៉ាលីនបានបិទដៃស្ដាំរបស់គាត់ហើយត្បូងទទឹងបែកខ្ទេចទាំង10បានបញ្ចូលគ្នាជាមួយបន្តមកគាត់បានលោកដៃចាប់បុរសចំណាស់នោះបន្ទាប់មកបាត់ដៃរបស់គាត់បានវាយលើថ្នាំបុរសចំណាស់នោះហើយគូសព្រលឹងដើមរបស់គាត់ចេញពេលដែលព្រលឹងដើមប្រណៅរបស់បុរសចំណាស់នោះហោះចេញវ៉ាងលីនបានហក់ចេញនៅថាបានថាមពលនៃប្រភពដើមមួយហើយបានឡោមព័ទ្ធព្រលឹងដើមរបស់បុរសចំណាស់នោះជាមួយនឹងវានៅពេលដែលបុរសចំណាស់ត្រូវបានចម្រាញ់ថាមពលខាងញ៉ាំ Celestial ក្នុងព្រលឹងដើមកំណើតរបស់គាត់ត្រូវបានបង្រួមបន្តិចម្ដង
ទៅជាត្បូងថ្មដែលខូចទំហំប៉ុនរបៀបដៃបន្ទាប់ពីបានយកត្បូងថ្មដែលខូចនោះមកព្រលឹងដើមរបស់បុរសចំណាស់នោះត្រូវបានបោះចេញពីប៉មហើយលេបត្របាក់ដោយពពកខ្មៅនៅខាងក្រៅខ្លាចជាបំណែកនៃព្រលឹងនៅក្នុងវាចំណែកសាកសពរបស់បុរសចំណាស់វាងនេះមិនបានស៊ុំមើលតែដៃអាវរបស់គាត់ហើយរាងកាយប្រែជាធូលីហេតុផលមួយក្នុងចំណោមហេតុផលសម្រាប់ការបោះវាទៅទងព្រលឹងគឺថាវាជាការខ្ជិះខ្ជាយបើមិនដូច្នេះទេយ៉ាងណាមិញវាគឺជាដំណាក់កាលចុងក្រោយនៃការបង្កើតព្រលឹងហេតុផលមួយទៀតគឺវ៉ាងលៀនចាប់អារម្មណ៍នឹងរូងភ្នំដែលបុរសចំណោទនោះបានរកឃើញទោះបីជាយ៉ាងណាក្តីវ៉ាងលៀនដឹងថានេះមិនមែនជាពេលដែលត្រូវចាកចេញទេអ្វីដែលសំខាន់បំផុតនៅពេលនេះគឺត្រូវប្រើរយៈពេលពី3ទសវត្សរ៍ទៀតដើម្បីធ្វើការដាំដុះនិងកំណត់វេទមន្តរបស់គាត់ឈានដល់កម្រិតកំពូលថ្មីគាត់ត្រូវតែត្រៀមខ្លួនសម្រាប់កិច្ចព្រមព្រៀង100ឆ្នាំដែលគាត់មានជាមួយនឹងបិសាចបុរាណនេះគឺជាការពិតជាពិសេសសម្រាប់កំណត់ទ្រព្យថ្មីពីនិងអក្ខរាវិរុទ្ធ Celestial ដែលមានគុណភាពទាបដែលគាត់ទទួលបានដោយគិតពីអក្ខរាវិរុទ្ធ Celestial វ៉ាងនេះបានបង្ហាញនៅអារម្មណ៍រំភើបនេះគឺជាអក្ខរាវិរុទ្ធ Celestial ពិតប្រាកដទោះបីវាមានគុណភាពទាបមែនតែគ្នាតែអក្ខរាវិរុទ្ធ Celestial គុណភាពទាបនេះខ្លាំងណាស់វាខ្លាំងជាងម្រាមដៃមរណៈរបស់វ៉ាងលៀនទៀតហ៎និយាយទៅអាម្រាមដៃមរណៈហ្នឹងវាបំលែងពី Celestial គុណភាពទាបហ្នឹងទេនេះជាការពិតណាស់សម្រាប់ហើយដោយគិតពីអក្ខរាវិរុទ្ធ Celestial វ៉ាងលៀនបានបង្ហាញនៅអារម្មណ៍រំភើបនេះគឺជាអក្ខរាវិរុទ្ធនៃ Celestial ពិតប្រាកដអក្ខរាវិរុទ្ធទាំងអស់ដែលវ៉ាងលៀនបានរៀនក្នុងជីវិតរបស់គាត់ក្រៅពីសិល្បៈសត្វធាតុ Celestial ត្រូវបានបង្កើតឡើងពីការធ្វើត្រាប់ត្រាមអក្ខរាវិរុទ្ធ Celestial ដែលមានគុណភាពទាបយ៉ាងណាមិញអក្ខរាវិរុទ្ធ Celestial គឺកំពស់ណាស់សូម្បីតែមនុស្សដូចអសៀក៏មានបំណងប្រាថ្នាដ៏អស្ចារ្យសម្រាប់អក្ខរាវិរុទ្ធ Celestial ដែរតិចជាងនរណាម្នាក់ដូចជាវ៉ាងលៀនដែរអក្ខរាវិរុទ្ធ Celestial គឺជាអក្ខរាវិរុទ្ធពិតប្រាកដទាំងនេះគឺជាអក្ខរាវិរុទ្ធដែលមានថាមពលខ្លាំងជាងអក្ខរាវិរុទ្ធធម្មតាជាច្រើនដងដែនដីវិញ្ញាណបិសាចបានតាក់ទាញអ្នកដាំដុះជាច្រើនហើយថែមទាំងធ្វើឲ្យពួកគេមានឆន្ទៈក្នុងការកាប់សម្លាប់និងថ្វាយបង្គំអ្នកស្រុកទីនោះទៀតផងនេះគឺជាឱកាសរួមគ្នាជាមួយនឹងបិសាចបុរាណដើម្បីរៀនអក្ខរាវិរុទ្ធឋានសួគ៌ដើម្បីទទួលបានអក្ខរាវិរុទ្ធ Celestial នៅក្នុងនិកាយសាសនាឋានសួគ៌មនុស្សម្នាក់ត្រូវតែកាន់តំណែងជាសិស្សពិតរាប់មិនរាប់ឆ្នាំរាប់ម៉ឺនឆ្នាំចឹងទៅនៅពេលដែលពួកវាទទួលបានមួយទោះបីជាយ៉ាងណាក៏ដោយអស់សៀននឹងមិនផ្ដល់អ្វីដែលល្អបំផុតនោះទេប៉ុន្តែជ្រើសរើសយកមួយធម្មតាឲ្យពួកគេអក្ខរាវិរុទ្ធឈប់បាននេះបានដកដង្ហើមចូលយ៉ាងជ្រៅហើយការសូត្រមួយសម្រាប់អក្ខរាវិរុទ្ធ Celestial នេះបានលេចឡើងក្នុងចិត្តរបស់គាត់បានបិទភ្នែកជាតិហើយជ្រមុជខ្លួនចូលទៅក្នុងអក្ខរាវិរុទ្ធ Celestial នេះពេលវេលាបានកន្លងផុតទៅដោយស្ងៀមស្ងាត់ហើយក្នុងមួយប្រពេចភ្នែក20ឆ្នាំមិនកន្លងផុតទៅការប្រយុទ្ធគ្នារវាងប្រទេសបិសាចសួគ៌និងប្រទេសបិសាចភ្លើងបានអូសបន្លាយជាយូរមកហើយភាគីទាំងពីរកាន់តែក្តៅកគុកជាងមុនដោយរុស្ស៊ីនិងអ៊ុយក្រែនកាន់តែក្តៅកគុកខណៈដែលសង្គ្រាមបានអូសបន្លាយប្រទេសផ្សេងទៀតមិនអាចទប់បានទៀតទេហើយទីបំផុតក៏សម្រេចចិត្តវាយប្រហារបិសាចបុរាណគឺមកពីប្រទេសបិសាចមេឃបានពិចារណាអំពីបញ្ហានេះរួចហើយនៅពេលដែលគាត់បានសម្រេចចិត្តចាប់ផ្ដើមសង្គ្រាមប្រឆាំងនឹងប្រទេសបិសាចភ្លើងគណៈប្រទេសផ្សេងទៀតបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការផ្លាស់ប្ដូរគាត់បានប្រើប្រាស់អំណាចផ្ទាល់ខ្លួនដើម្បីបិទទីក្រុងបិសាចបុរាណទីក្រុងបិសាចមេឃចំណែកទីក្រុងផ្សេងទៀតនៃប្រទេសបិសាចមេឃបិសាចបុរាណបានប្រគល់ពួកវាទាំងស្រុងឲ្យគេមិនដឹងឲ្យណាគេទេគាត់គ្រាន់តែជាអ្នកយាមរាជធានីនិងបឹងនេះរងចាំការព្រមព្រៀងជាមួយវ៉ាងលៀនគាត់មិនខ្លាចថាវ៉ាងលៀនមិនត្រឡប់មកតាមកិច្ចព្រមព្រៀងនោះទេបើវ៉ាងលៀនពិតជាមិនមកមែនគាត់នឹងប្រើសមត្ថភាពស្វែងរកខ្ពស់ទាំងទាបរហូតដល់សម្រាប់វ៉ាងលៀនបានគាត់ជឿថាវ៉ាងលៀននឹងមិនគិតខ្លីនោះទេនៅក្រោមស្ថានភាពនេះក៏សម្ព័ន្ធចម្រាញ់ព្រលឹងបានពង្រីកនិងប្រឹងរឹងខ្លួនឯងយ៉ាងឆាប់រហ័សក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះនៅក្នុងសមរភូមិក្នុងប្រទេសបិសាចក្នុងប្រទេសឥន្ទ្រីបិសាចមានមនុស្សអាចកំបាំងទាំងនេះក្នុងស្បែកពណ៌ខ្មៅដែលទទួលបានការចាប់អារម្មណ៍ពីភាគីទាំងពីរបន្តិចម្ដងមនុស្សស្លៀកពាក់ខ្មៅទាំងនេះតែងតែបង្ហាញខ្លួននៅលើសមរភូមិដើម្បីស្រូបយកបំណែកព្រលឹងយ៉ាងច្រើនហើយយកជីវិតជាច្រើនជាមួយពួកគេក្នុងពេលជាមួយគ្នានោះពួកគេម្នាក់បានសម្លាប់សត្រូវរាប់មិនអស់នៅលើសមរភូមិហើយពួកគេសុទ្ធតែមានស្នាដៃឆ្នើមទាហានបិសាចដែលមានកម្លាំងកាន់តែខ្លាំងឡើងក្នុងជួរកងទ័ពទាំងពីរត្រូវបានដំឡើងឋានៈជំនួយមេទ័ពដែលបានស្លាប់បរិស្លៀកពាក់ខ្មៅតែប្រហែលជាកោសម្ព័ន្ធចម្រាញ់ព្រលឹងរបស់វ៉ាងនេះនៅក្នុងការស្នាមរបស់ខ្ញុំនេះ
វាលេមិនបានខ្វល់ខ្វាយអំពីនឹងការប្រយុទ្ធក្នុងប្រទេសបិសាចភ្លើងនោះទេគាត់បានចំណាយពេល20ឆ្នាំចុងក្រោយនេះដើម្បីជ្រមុជទាំងស្រុងនៅក្នុងការរៀនអក្ខរាវិរុទ្ធ Celestial នេះអក្ខរាវិរុទ្ធ Celestial មិនអាចប្រៀបធៀបទៅនឹងអក្ខរាវិរុទ្ធធម្មតាបានទេវាពិបាកណាស់ក្នុងការរៀនពួកវា20ឆ្នាំគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះសម្រាប់វាងនេះខណៈពេលដែលបានជ្រមុជទៅក្នុងការសិក្សាអក្ខរាវិរុទ្ធ Celestial និងកំណត់ទ្រព្យ Celestial ពេលវេលាបានហូរដូចជាទឹកហើយដោយមិនដឹងខ្លួន50ឆ្នាំបានកន្លងផុតទៅទៀតនៅសល់តិចជាង10ឆ្នាំរហូតដល់កិច្ចព្រមព្រៀងជាមួយនឹងបិសាចបុរាណកំឡុងពេល100ឆ្នាំទាំងនេះបន្ថែមពីលើការសិក្សាអក្ខរាវិរុទ្ធ Celestial និងកំណត់ទ្រព្យ Celestial វ៉ាលៀនមិនដែលឈប់ធ្វើត្រាប់តាមអារក្សដែលខ្ចាត់ខ្ចាយនោះទេកំឡុងពេលនេះស្នាមប្រេះកាន់តែខ្លាំងបន្ទាប់ពីជាច្រើនទសវត្សរ៍មកវ៉ាលៀនបានត្រឹមតែប៉ះកេមនៃអក្ខរាវិរុទ្ធបញ្ឈប់ Celestial ប៉ុណ្ណោះមានន័យថាអក្ខរាវិរុទ្ធឈ្មោះថាបញ្ឈប់ Celestial ចឹងទៅ Stop Celestial វាខ្ញុំប្រាប់ថាតិចនៅវាប្រើអញ្ចឹងទៅនៅពេលដែលយើងប្រើអក្ខរាវិរុទ្ធហ្នឹងទៅអាចធ្វើឲ្យគូសត្រូវរបស់យើងឈប់នៅស្គប់មកកន្លែងដូចបញ្ឈប់លំហអញ្ចឹងណាតែបើគេកម្រិតដាំដុះខ្ពស់ជាងយើងអាហ្នឹងបញ្ឈប់បានតាមផ្លែតទេតម្រូវការសម្រាប់អក្ខរាវិរុទ្ធ Celestial នេះមិនមែនជាចំនួនជាក់លាក់នៃធម៌ពលខាងញាណ Celestial នោះទេប៉ុន្តែគឺជាការយល់ដឹងរបស់មនុស្សម្នាក់អំពីឋានសួគ៌ដើម្បីឲ្យកាន់តែត្រឹមត្រូវទិដ្ឋភាពដែលគ្រប់ដណ្ដប់ដោយអក្ខរាវិរុទ្ធ Celestial នេះគឺនៅឆ្ងាយពីការយល់ដឹងរបស់អ្នកដាំដុះវាគឺដូចជាចំណេះដឹងរបស់អត្តរាជខ្លាំងណាស់ដែលតម្រូវឲ្យមានការសិក្សានិងការយល់ដឹងថាជាប្រចាំមុនពេលដែលគាត់អាចធ្វើជាម្ចាស់និងប្រើប្រាស់វាបានវ៉ាលេនបានចំណាយពេលជាច្រើនឆ្នាំបន្តិចម្ដងស្វែងយល់ពីសិល្បៈនេះហើយនៅទីបំផុតឈានដល់ការបញ្ចប់តូចមួយអក្ខរាវិរុទ្ធបញ្ឈប់នេះគឺដូចគ្នាវ៉ាងលិនភ្លេចអំពីពេលវេលាខណៈពេលដែលបានច្រមុជទៅក្នុងការប្រើអក្ខរាវិរុទ្ធ Celestial កំឡុងពេលជាច្រើនទសវត្សរ៍ដែលគាត់បានស្ថិតក្នុងការដាំដុះបិទទ្វារក៏សម្ព័ន្ធចម្រាញ់ព្រលឹងបានបញ្ជូនមនុស្សយ៉ាងច្រើនទៅកាន់ជួរមុខនៅក្នុងប្រទេសបិសាចភ្លើងដើម្បីប្រមូលព្រលឹងនិងពង្រឹងខ្លួនឯងអ្វីទាំងអស់នេះបានផ្លាស់ប្ដូរនៅពេលដែលកងទ័ពនៃប្រទេសផ្សេងទៀតចូលក្នុងប្រទេសបិសាចឬប្រទេសបិសាចមេឃជាជាងចេញទៅក្រៅសមាជិកកុលសម្ព័ន្ធបានការពារប្រទេសបិសាចមេឃសមាជិកកុលសម្ព័ន្ធមួយចំនួនធំបានត្រឡប់មកវិញពីប្រទេសបិសាចភ្លើងហើយបានចាប់ផ្ដើមប្រយុទ្ធជាមួយនឹងទាហានបិសាចមកពីប្រទេសបិសាចផ្សេងៗទោះបីជាយ៉ាងណាក៏ដោយអំណាចនៃកុលសម្ព័ន្ធចម្រាញ់ព្រលឹងគឺតូចតាចពេកពួកគេអាចការពារតំបន់ក្រោមពពកខ្មៅប៉ុណ្ណោះហើយมันអាចទុកចោលបានទេនៅទីបំផុតនៅពេលដែលទាហាននៃប្រទេសបិសាចផ្សេងទៀតបានទៅឃើញថាពួកគេមិនអាចចេញពីទីក្រុងបិសាចមេឃបានព្រោះវាត្រូវបានបិទត្រាដោយបិសាចបុរាណពួកគេបានងាកទៅមើលកុលសម្ព័ន្ធចម្រាញ់ព្រលឹងយ៉ាងណាមិញមានរឿងចម្លែកមួយចំនួនពីកុលសម្ព័ន្ធដ៏តូចនេះពពកខ្មៅនៅលើកុលសម្ព័ន្ធនេះបានដើរតួជាការពារធម្មជាតិគឺចម្លែកពិសេសវាបានរារាំងទាហានបិសាចដែលបានវាយប្រហារគ្រប់ពេលការពិតណាស់មិនមែនជាគ្រប់ប្រទេសបិសាចទាំងអស់បានកត់សម្គាល់ទៅលើកុលសម្ព័ន្ធចម្រាញ់ព្រលឹងនោះទេមានតែមេដឹកនាំនៃប្រទេសពីរប៉ុណ្ណោះដែលបានកត់សម្គាល់ដូច្នេះហើយ5នាក់ទៀតដែលនៅសេសសល់បានបង្វែរការចាប់អារម្មណ៍របស់ពួកគេទៅកាន់ប្រទេសបិសាចភ្លើងប្រទេសបិសាចទាំង7ទៀតមិនបានបញ្ជូនទាហានបិសាចច្រើនមកទេយ៉ាងណាមិញពួកគេមិនមានការតាំងចិត្តក្នុងការបញ្ជូនអ្វីៗគ្រប់យ៉ាងដោយបិសាចបុរាណនៃប្រទេសបិសាចមេឃឡើយនៅពេលនេះទាំងប្រទេសបិសាចទឹកនិងប្រទេសបិសាចរន្ទះបានបញ្ជូនអង្គមេបញ្ជាការរងម្នាក់ដែលមានធានបិសាចចំនួន100000នាក់ចេញម្នាក់មកពីខាងជើងម្នាក់ទៀតមកពីខាងត្បូងកងទាំងពីរបានឡោមព័ទ្ធកុលសម្ព័ន្ធចម្រាញ់ព្រលឹងមេបញ្ជាការរងនៃប្រទេសបិសាចទឹកគឺជាស្ត្រីរូបរាងរបស់នាងគឺធម្មតាប៉ុន្តែភ្នែករបស់នាងបានបញ្ចេញពន្លឺត្រជាក់នៅក្បែរនាងគឺជាមេបិសាចនៃប្រទេសបិសាចទឹកសម្រាប់ប្រទេសបិសាចរន្ទះមេអមិជាការរងរបស់ពួកគេគឺជាបុរសវ័យកណ្ដាលដែលមានរូបរាងថ្វាត់គាត់គឺជាមនុស្សតែម្នាក់គត់ដែលមិនពាក់ពាសដែកហើយមានភ្នែកបន្ទោពាសពេញរាងកាយរបស់គាត់ហើយដីនៅខាងក្រោមជើងរបស់គាត់ត្រូវបានឆេះកុលសម្ព័ន្ធដ៏ព្រៃផ្សៃតូចមួយនេះមានកំណត់ទ្រព្យដ៏មិនគួរឲ្យជឿនេះគឺជាគួរឲ្យចាប់អារម្មណ៍ណាស់បុរសធាត់និយាយជាមួយខ្លួនឯងហើយសម្ដីរបស់គាត់ក៏ដូចជាឈ្មោះលាន់ដែរមិនមានការចំណេញពីការធ្វើដំណើរទៅកាន់ប្រទេសបិសាចមេឃនេះទេទោះបីយ៉ាងណាការយកកំណត់នេះត្រឡប់ទៅកាន់អត្តរាជបិសាចវិញមិនមែនជាជម្រើសអាក្រក់ទេភ្នែករបស់បុរសធាត់ភ្លឺឡើងហើយគាត់បានបោះជំហានមួយទៅមុខដែលមានសម្លេងផ្ទុះដីនៅក្រោមជើងរបស់គាត់បានបែកហើយកន្លែងក៏ឆេះ
នៅលើដីបានចាប់ផ្ដើមរិះរាលដាលរាងកាយរបស់បុរសថតនោះហោះទៅកាន់ពពកខ្មៅយ៉ាងលឿនល្បឿនរបស់គាត់លឿនខ្លាំងណាស់ហើយគាត់បានឈានដល់កម្រិតស្មើនឹងអ្នកដាំដុះអឺយ៉ាងអ្នកដាំដុះកម្រិតទីម៉ានដូចជាអ្នកដាំដុះកម្រិតទី7ដំណាក់កាលដំបូងដោយគ្រាន់តែមួយជំហានប៉ុណ្ណោះគាត់បានឆ្លងកាត់ចម្ងាយដ៏ឆ្ងាយហើយបានដល់ក្បែរពពកខ្មៅជុំវិញក៏សម្ព័ន្ធចម្រាញ់ព្រលឹងរលកនៃធម្មពលវិញ្ញាណបិសាចជុំវិញខ្លួនរបស់គាត់បានបង្កើតជាខែលដែលមើលមិនឃើញដែលរុញពពកខ្មៅត្រឡប់មកវិញនៅខាងក្នុងកុសសម្ព័ន្ធចម្រាញ់ព្រលឹងការបញ្ចេញមតិរបស់ឪយ៉ាងហួរគឺស្ងប់ស្ងាត់ណាស់តែគាត់សម្លឹងមើលទៅលើមេឃនៅលើដីសមាជិកកុសសម្ព័ន្ធចម្រាញ់ព្រលឹងទាំងអស់កំពុងអង្គុយក្នុងទីតាំងផ្កាឈូកហើយត្រូវបានផ្ដោតលើទាំងស្រុងឪយ៉ាងហួរស្រែកថាព្រលឹងអើយខ្ចាត់ខ្ចាយភ្លាមនោះសមាជិកកុសសម្ព័ន្ធទាំងអស់បានបញ្ចេញបំណាច់ព្រលឹងដែលពួកគេបានប្រមូលមួយរំពេចនោះពិភពមួយគឺពោពេញទៅដោយឧស្ម័នខ្មៅដែលធ្វើចេញអំពីបំណាច់ព្រលឹងនៅក្រោមការគ្រប់គ្រងរបស់ចៅហ្វៃនាយរៀងៗខ្លួនឧស្ម័នខ្មៅបានប្រមូលផ្ដុំគ្នាចូលទៅក្នុងទន្លេខ្មៅដែលបានសម្រុកទៅរកបុរសថតនោះបុរសថតសើចចំអកជាជាងដកថយគាត់បានប្រញាប់ទៅមុខហើយបោះកំណាប់ដៃមួយកំណាប់ដៃនេះមានផ្ទុកនូវថាមពលវិញ្ញាណបិសាចដ៏ខ្លាំងហើយវាបានបង្កើតជាសម្លេងថ្គរលាន់នៅពេលដែលវាបានប្រញាប់ប្រញាល់ចេញមកដូចជានាគថ្គរលាន់ដែលកំពុងឆេះហោះឆ្ពោះទៅកាន់ទន្លេខ្មៅដែលកំពុងហោះចូលមកនោះមិនឆ្ងាយប៉ុន្មានអង្គមេបញ្ជាការរងនៃប្រទេសបិសាចទឹកក៏ក្រឡេកមើលសមរភូមិដោយត្រជាក់ហើយនិយាយថាអង្គមេបញ្ជាការរងនៃថ្គរលាន់មើលស្រាលពពកខ្មៅនេះពេកហើយមេបញ្ជាការម្នាក់នៅក្បែរនាងក៏ភ្ញាក់ផ្អើលហើយសួរថាលោកម្ចាស់តើអ្នកមានការលាក់បាំងខ្លះអំពីពពកខ្មៅនេះទេតើមេបញ្ជាការរងថ្គរលាន់អាចទម្លាយវាបានទេពពកខ្មៅនេះគឺចម្លែកណាស់ហើយវាត្រូវបានផ្សំឡើងដោយបំណាច់ព្រលឹងជាច្រើនបើគ្មានអ្នកគ្រប់គ្រងទេមេវិជាការរងថ្គររន្ទះនេះអាចបំបែកវាបានយ៉ាងងាយទោះបីជាយ៉ាងណាក៏ដោយវាមានអ្នកគ្រប់គ្រងវាខ្ញុំខ្លាចថាគាត់ទាំងអស់គាត់នឹងត្រូវប្រើធម្មពលទាំងអស់ដើម្បីបំបែកវាមេវិជាការនៅក្បែរស្ត្រីនឹងញញឹមនេះគឺជាគឺល្អណាស់យើងបានយល់ព្រមជាមួយគាត់ថានឹងយកពពកខ្មៅនេះហើយយើងនឹងយកប្រជាជននៃកុសសម្ព័ន្ធចម្រាញ់ព្រលឹងនេះមេថាអង្គមេជាការផ្ទះហ្នឹងវាយកអាពពកខ្មៅហ្នឹងហើយអាអ្នកមកពីកុសសម្ព័ន្ធផ្សេងទៀតហ្នឹងវានឹងយកប្រជាជននៅក្នុងកុសសម្ព័ន្ធចម្រាញ់ព្រលឹងហ្នឹងតែវាយកធ្វើអីទេប្រហែលជាធ្វើជាអ្នកបម្រើចឹងទៅទោះបីយ៉ាងណាបើមានអ្នកគ្រប់គ្រងវាខ្ញុំជឿថាខ្ញុំខ្លាចថាគាត់នឹងមិនត្រូវបានប្រើធម្មពលទាំងអស់ដើម្បីបំបែកវាទេមេវិជាក្បាលហ្នឹងហើយវិធីនេះយើងមិនចាំបាច់ប្រើកម្លាំងណាមួយនឹងទទួលបានមនុស្សទាំងអស់នៃកុសសម្ព័ន្ធចម្រាញ់ព្រលឹងនេះបន្ទាប់ពីយើងត្រឡប់ទៅសិក្សាពួកគេវិញយើងប្រកាសជានឹងបានរៀនអ្វីមួយនាគថ្គរលាន់ដែលបង្កើតចេញពីកណ្ដាប់ដៃរបស់បុរសវ័យកណ្ដាលនោះបានប្រញាប់បញ្ចេញសម្លេងថ្គរលាន់ហើយបានបកទៅកាន់ពពកខ្មៅដែលបង្កើតឡើងដោយបំបែកព្រលឹងនៃកុសសម្ព័ន្ធចម្រាញ់ព្រលឹងទាំងអស់ខណៈដែលអ្នកទាំងពីរប៉ះទង្គិចគ្នារលកដ៏ខ្លាំងមួយបានលេចចេញមកការបើកចំហមួយបានលេចឡើងនៅលើពពកខ្មៅដែលជាលទ្ធផលនៃរលកឆក់នេះពេលនេះទឹកទន្លេខ្មៅស្រុតចុះហើយបុរសថត់ក៏សើចគោសម្ព័ន្ធព្រៃមួយហ៊ានវាយប្រហារខ្ញុំសម្រោចថោកទៀបមួយវងខណៈដែលបុរសថត់នោះនិយាយគាត់បានដើរចូលតាមចន្លោះពពកខ្មៅនិយាយលេងចោលច្បាស់ហើយអ្នកគ្នាទាហាននៃប្រទេសបិសាចរន្ទះផ្ទុះការអបអរសាទរការស្រែករបស់ពួកគេមិនអន់ជាងថ្គរលាន់ទេនេះបន្ថែមចំនួនសន្ទុះដែលគ្មានកំណត់សម្រាប់បុរសធាត់ស្ត្រីមកពីប្រទេសបិសាចទឹកមិនឆ្ងាយប៉ុន្មានទេនាងបានក្រវីក្បាលនិយាយថាគ្មានអ្វីដែលគួរឲ្យស្កប់ស្កល់ក្នុងសមត្ថភាពនេះទេចាប់ពីថ្ងៃនេះតទៅក៏សម្ព័ន្ធចម្រាញ់ព្រលឹងនេះនឹងឈប់មានតទៅទៀតរងចាំអង្គមេបញ្ជាការរងប្រទះដើម្បីយកអាប់ខ្មៅនេះហើយបន្តមកទៅចាប់គោសម្ព័ន្ធចម្រាញ់ព្រលឹងបើអ្នកណាហ៊ានតតាំងសម្រាប់ពួកគេទៅមេបញ្ជាការផ្សេងទៀតដែលជុំវិញនឹងសុទ្ធតែស្ដាប់បញ្ជារបស់នាងបរោះធាត់បានឈានជើងចូលទៅកាន់គោសម្ព័ន្ធចម្រាញ់ព្រលឹងមួយចំហៀនគាត់ញញឹមដូចជាបានឃើញរួចមកហើយនៅភាពស្លន់ស្លោនិងការភ័យខ្លាចនៅក្នុងគោសម្ព័ន្ធដ៏តូចមួយនេះទោះបីជាយ៉ាងណានៅពេលដែលគាត់បានចូលមកគាត់បានភ្ញាក់ផ្អើលភ្លាមតំបន់50គីឡូម៉ែត្រ
នេះត្រូវបានបំពេញដោយសមាជិកកុលសម្ព័ន្ធចម្រាញ់ព្រលឹងអង្គុយក្នុងទីតាំងមួយពួកគេបានមើលមកគាត់ទាំងអស់គ្នាគ្មានការភ័យស្លន់ស្លោក្នុងខ្សែភ្នែករបស់ពួកគេដោយបុរសថតនៅរំពឹងទឹកនោះទេផ្ទុយទៅវិញភ្នែករបស់ពួកគេស្ងប់ស្ងាត់ខ្លាំងណាស់ហើយភាពស្ងប់ស្ងាត់នេះមិនคล้ายនោះទេមានតែអារម្មណ៍ដ៏ជ្រាលជ្រៅនៃការមើលងាយនិងភាពត្រជាក់ក្រាស់នៅក្នុងភ្នែករបស់ពួកគេការសម្លឹងមើលដ៏ចម្លែករាប់មិនអស់បានធ្វើឲ្យបេះដូងរបស់អមេរិកជាការរន្ទះលោតញាប់បុរសជំហានរបស់គាត់បានថយក្រោយដោយអចេតនាទីតាំងនេះគាត់អាចមើលឃើញថានៅកណ្ដាលកុលសម្ព័ន្ធមានកន្លែងទំនេរ5គីឡូម៉ែត្រដែលមានប៉មខ្ពស់នៅចំកណ្ដាលពេលដែលគាត់ឃើញប៉មភ្នែករបស់គាត់បានរួមតូចដោយមានចំណេះដឹងរបស់គាត់បានដឹងដោយធម្មជាតិថាកុលសម្ព័ន្ធធំទាំងអស់មានជំនឿផ្ទាល់ខ្លួនឥឡូវនេះប៉មនេះច្បាស់ជាស្នូលនៃការបង្កើតរបស់ពួកនៃជំនឿរបស់ពួកគេប្រថតបានសើចំអកបន្ទាប់ពីខ្ញុំបំផ្លាញប៉មនេះខ្ញុំចង់ឃើញថាតើអ្នកនៅតែមានការសម្លឹងបែបនេះដែរឬទេគាត់បានសម្រុកដោយផ្ទាល់ទៅកាន់ប៉មគ្មានសមាជិកកុលសម្ព័ន្ធណាម្នាក់អង្គុយនៅទីនោះនិយាយទេពួកគេបានត្រឹមតែកលេចមើលបរិសថតនោះប៉ុណ្ណោះភាពស្ងៀមស្ងាត់បែបនេះដូចជាសម្ពាធដែលមើលមិនឃើញដែលធ្វើឲ្យបរិសថតមានអារម្មណ៍មិនច្បាស់លាស់ថាមានអ្វីមួយខុសទោះបីជាយ៉ាងណាក៏ដោយគាត់មានទំនុកចិត្តលើការដាំដុះរបស់គាត់បានបញ្ចេញនូវការសម្មុខត្រជាក់ខណៈដែលគាត់បានចូលទៅជិតប៉មហើយហ៊ាននឹងបោះកំដាប់ដៃស្ដាំរបស់គាត់ឈប់សំឡេងស្រទន់និងលឺស្ដើងបានចេញពីក្នុងប៉មសំឡេងនេះខ្សោយណាស់ប៉ុន្តែរូបរាងរបស់វាហាក់ដូចជាបញ្ឈប់ពេលវេលាសូម្បីតែពពកខ្មៅក៏គ្មានចលនានៅពេលនេះដែរស្រាប់តែមានអំណាចដែលមិនស្គាល់អត្តសញ្ញាណមួយបានលេចចេញមកហើយឡោមព័ទ្ធបុរសថតនោះរាងកាយរបស់បុរសថតនេះបានញ័រឲ្យផ្ទៃបន្ទោដោយកំពុងរំកិលខ្លួនជុំវិញគាត់ក៏ឈប់នៅពេលនេះអ៊ូរ៉ារបស់គាត់បានបាត់ទាំងស្រុងរាងកាយរបស់គាត់ឈប់នៅលើអាកាសទាំងស្រុងកំដាប់ដៃរបស់គាត់បានបង្កើតពាក់កណ្ដាលធ្នូរួចមកហើយប៉ុន្តែវាមិនអាចបញ្ជូនចេញបានទេអ្នកគ្នាខ្ញុំសុំទោសបើមានសលេងស្ងាត់អីព្រោះអីថាខ្ញុំនិយាយវាជប់ជ្រៅដែរហ្នឹងខ្ញុំខ្ជិលកាត់កន្លែងហ្នឹងអញ្ចឹងដាក់ទៅទាំងដុលហ្មងទៅខ្ជិលកាត់រឿងតែមួយគត់ដែលអាចផ្លាស់ទីបានគឺជាភ្នែករបស់គាត់នៅពេលនេះភាពភ័យខ្លាចក្នុងភ្នែករបស់គាត់គឺជាអ្វីដែលគាត់មិនធ្លាប់ជួបប្រទះពីមុនមកក្នុងជីវិតរបស់គាត់បើសិនបើការភ័យខ្លាចក្នុងភ្នែករបស់គាត់ត្រូវបានគេប្រៀបធៀបទៅនឹងមហាសមុទ្រមួយមហាសមុទ្រនោះអាចលង់ទឹកដីវិញ្ញាណបិសាចទាំងមូលបានរូបរបស់វ៉ាងលៀនដើរយឺតចេញពីប៉មសក់របស់គាត់បានហូរពីក្រោយគាត់ហើយគាត់បានពាក់អាវពណ៌សគាត់ដូចជា Celestial អញ្ចឹងក្រោយចេញមកគាត់មិនបានមើលមុខរបស់បរិសថតនោះទេហើយបានក្រពីដៃអាវបរិសថតនោះត្រូវបានបក់មកភ្លាមគាត់បានក្អកឈាមហើយត្រូវបានដេញចេញភ្លាមពីកុលសម្ព័ន្ធចម្រាញ់ព្រលឹងរាងកាយបរិសថតនោះបានរើដូចជាអាចផ្កាយហើយហោះទៅតាមផ្លូវនោះអាប់ឈាមបានហូរចេញពីខ្លួនរបស់គាត់ទីបំផុតរូបរាងកាយរបស់គាត់បានធ្លាក់ចូលទៅក្នុងដីបន្ទាប់ពីចាក់ចេញពីកុលសម្ព័ន្ធចម្រាញ់ព្រលឹងរហូតមកដល់ពេលនេះគាត់មិនបានកម្រើកខ្លួនសូម្បីតែមួយអ៊ីងជំវិញស្ងាត់ទាំងស្រុងស្ត្រីមកពីប្រទេសបិសាចទឹកមានទឹកមុខធ្លាក់ចុះចិត្តរបស់នាងទទេស្អាតទាំងស្រុងពេលដែលឃើញរឿងនេះទោះបីជាយ៉ាងណានាងបានជាសះស្បើយយ៉ាងឆាប់រហ័សស្រែកថាដកថយជាអកុសលវាយឺតពេលហើយវ៉ាងលៀនបានយកដៃរបស់គាត់នៅពីក្រោយខ្នងរបស់នាងនៅពេលដែលគាត់ចេញពីកុលសម្ព័ន្ធចម្រាញ់ព្រលឹងសមាជិកនៃកុលសម្ព័ន្ធចម្រាញ់ព្រលឹងបានបញ្ចេញចេតនាសម្លាប់ហើយធ្វើតាមគាត់ភ្លាមស្ត្រីមកពីប្រទេសបិសាចទឹកផ្លាស់ប្ដូរភ្លាមហើយនាងបានស្រែកថាការបង្កើតទាហានបិសាចទៅតែផ្លាស់ទីហើយថាមកពោវិញ្ញាណរបស់បិសាចទៅតែចាប់ផ្ដើមផ្លាស់ទីឈប់បាននេះបានបើកដៃលើក្បាលហើយបិទភ្នែកការយល់ដឹងជាច្រើនទស្សវត្សរ៍បានអនុញ្ញាតឲ្យគាត់បានប៉ះកែមនៃអក្សរាវិរុទ្ធ Celestial នៅពេលនេះវាជាលើកទី1ហើយដែលគាត់បានធ្វើសកម្មនៅអក្សរាវិរុទ្ធ Celestial ពេញលេញជាមួយនឹងពាក្យមួយពិភពលោកឈប់ផ្លាស់ទីគ្រប់គ្នានៅក្រៅសកលសម្ព័ន្ធចម្រាញ់ព្រលឹងឈប់ធ្វើចលនានៅពេលនេះសមាជិកកុលសម្ព័ន្ធចម្រាញ់ព្រលឹងហាក់ដូចជាទទួលបញ្ជាហើយបញ្ញាចេញទៅសម្លាប់ទៅពេលជាមួយគ្នានោះពពកខ្មៅនៅពីលើកុលសម្ព័ន្ធចម្រាញ់ព្រលឹងបានរីករាលដាលហើយគ្របដណ្ដប់លើមេឃនៃតំបន់ជុំវិញនោះស្ត្រីមកពីប្រទេសបិសាចទឹកក៏ត្រូវបានកកផងដែរទោះបីជាយ៉ាងណាក៏ដោយបន្ទាប់ពីដកដង្ហើមបាន3ដងពន្លឺខៀវបានចេញឡោមបានមកឡោមព័ទ្ធនាងភ្នែករបស់នាងពោពេញទៅដោយការភ័យខ្លាចហើយនាងក៏បានងាកទៅវិញដោយមិនស្ទាក់ស្ទើរមួយរំពេញនោះពន្លឺដាវចំនួន3បានហោះចេញមកចាប់ស្ត្រីនោះភ្លាមហើយឡោមព័ទ្ធនាងវិញ្ញាណដាវទាំង3របស់ជីស៊ូហើយជូមួយយ៉ាងបានបញ្ចេញសម្លេងក្រហម
បេះដូងរបស់ស្ត្រីនោះបានញ័រហើយដាវទាំងបីបានទម្លុះខ្លួនរបស់នាងឈាមហូរជាប់ជាំហើយក៏ស្លាប់បាល់នេះបានអណ្ដែតលើអាកាសហើយមានអារម្មណ៍ស្ងប់ស្ងាត់អំពីអំណាចនៃអក្សរាវស្លេស្ទៀលវាហាក់ដូចជាប្រសិនបើការសម្លាប់នៅលើដីកំពុងកើតឡើងក្នុងពិភពលោកផ្សេងទៀតគាត់មិនបានយកចិត្តទុកដាក់ទៅទេសោះខ្ញុំមិនទាន់បានយល់ច្បាស់អំពីអក្សរាវស្លេស្ទៀលនេះទេប៉ុន្តែការបព្វឆាតនៃការប៉ុន្តែពេលវេលានៃការព្រមព្រៀងរបស់ខ្ញុំជាមួយនឹងបិសាចបុរាណជិតមកដល់ហើយដូច្នេះមិនមានពេលដើម្បីបន្តស្វែងយល់ទៀតទេដល់ពេលដែលត្រូវចាកចេញហើយវ៉ាងនេះបានក្រវីដៃស្ដាំរបស់គាត់ហើយដាវទាំង3បានហោះចេញមករកគាត់មាត់របស់ជីស៊ូកាន់ព្រលឹងដាវកំណើរបស់ស្ត្រីនោះអឺមួយខែក្រោយមកវ៉ាងនេះបានចាក់ចេញពីកោសម្ព័ន្ធនៅពេលដែលគាត់ចាក់ចេញគាត់បានដកទង់ព្រលឹង1000លានហើយបន្សល់ទុកនៅវិញ្ញាណដតេភាពមួយដើម្បីការពារកោសម្ព័ន្ធចម្រាញ់ព្រលឹងវ៉ាលៀនបានប្រញាប់ប្រញាល់ទៅកាន់ប្រទេសបិសាចភ្លើងភ្លាមៗគាត់បានទៅកាន់រូងភ្នំពីមុននៅពីលើផ្លូវនេះដ៏គួរឲ្យខ្លាចគាត់បានកត់ត្រាដោយប្រុងប្រយ័ត្ននៅនិមិត្តសញ្ញាទាំង11មុនពេលដែលគាត់ចាកចេញថ្មបាននិយាយថាមាននិមិត្តសញ្ញា12តែឥឡូវនេះមានតែ11ទេខ្ញុំមិនដឹងថានិមិត្តសញ្ញាចុងក្រោយនោះនៅណាទេការបញ្ជាមតិរបស់វ៉ាលៀនគឺអព្យាក្រឹតនៅពេលដែលគាត់បោះជំហានទៅមុខបន្តមកគាត់បានធ្វើសកម្មនៅអក្សរារត់ teleport កាន់តែអស្ចារ្យហើយជួយទៅកាន់ប្រទេសវិសាចភ្លើងអណ្ដាតភ្លើងនៃសង្គ្រាមបានគ្របដណ្ដប់លើប្រទេសវិសាចភ្លើងទាំងមូលប្រទេសចំនួន7ផ្សេងទៀតបានបន្តបង្កើតតបយោធារបស់ពួកគេនៅក្នុងប្រទេសអន្ត្រីភ្លើងប្រទេសនេះបានក្លាយជាសមុទ្រភូមិទាំងស្រុងបន្ទាប់ពីសង្គ្រាមជិត100ឆ្នាំដីបានប្រឡាក់ពណ៌ក្រហមបន្ទាប់ពីបានចូលក្នុងប្រទេសវិសាចភ្លើងក្លិនឈាមដ៏ក្រាស់នឹងបក់មករកគាត់ក្រៅពីឈាមក៏មានសាកសពបាក់រាប់មិនអស់គ្រប់ដណ្ដប់លើដីក្លិននៃការស្លាប់បានចេញពីសាកសពហើយបង្កើតជាអពពប្រភេទដែលគ្រប់ដណ្ដប់ប្រទេសវិសាចភ្លើងទាំងមូលនេះគឺជាសមរភូមិដ៏ស្លាប់រស់រវាងប្រទេសវិសាចមេឃនិងប្រទេសវិសាចភ្លើងអាចនិយាយបានថាគ្មានអ្នកឈ្នះនិងអ្នកចាញ់ក្នុងសមរភូមិនេះទេផ្ទុយទៅវិញជីវិតនីមួយៗត្រូវបានដោះដូរសម្រាប់អ្វីមួយផ្សេងទៀតខណៈដែលអំណាចនៅប្រទេសវិសាចភ្លើងត្រូវបានលុបបំបាត់បន្តិចម្ដងរាជធានីប្រទេសបិសាចភ្លើងគឺប្រទេសទាំងស្រុងសូម្បីអន្តរបិសាចផ្ទាល់ក៏ត្រូវបានចូលក្នុងសមរភូមិដែរក្រៅពីដែនដីបរិសុទ្ធជ្រលងក្នុងបិសាចកន្លែងផ្សេងទៀតត្រូវបានបោះបង់ចោលទាំងស្រុងបិសាចបុរាណនៃប្រទេសបិសាចភ្លើងបានយកតម្រាប់តាមបិសាចបុរាណនៃប្រទេសបិសាចមេឃទ្រង់បានបិទរាជធានីហើយមិនអនុញ្ញាតឲ្យនរណាម្នាក់ចូលឡើយជ្រលងក្នុងបិសាចភ្លើងមិនមែននៅខាងក្រៅទីក្រុងទេប៉ុន្តែនៅក្នុងជ្រលងនៃទីក្រុងថាមពលវិញ្ញាណបិសាចដ៏ក្រាស់បានសាយភាយចេញពីជ្រលងភ្នំហើយបានគ្របដណ្ដប់រដ្ឋធានីប្រទេសបិសាចភ្លើងទាំងមូលការក្រឡេកមើលពីចម្ងាយរាជធានីត្រូវបានហុំព័ទ្ធដោយថាមពលវិញ្ញាណបិសាចប៉ុន្តែក៏មានបរិមាណនៃសេចក្តីស្លាប់ជាច្រើនផងដែរវាមើលទៅដូចជាទីក្រុងមួយក្នុងអាប់ហើយវាបានធ្វើឲ្យមនុស្សម្នាក់សោកសៅនៅពេលពួកគេមើលវានៅពេលដែលវ៉ាលីនចុះចតនៅខាងក្រៅរដ្ឋរាជធានីនៃប្រទេសបិសាចភ្លើងទាហានរបស់គាត់បានធ្វើឲ្យមានសម្លេងប្រក្រៀតសម្លេងនេះកាន់តែច្បាស់ដែលមានភាពស្ងប់ស្ងាត់ជុំវិញផែនដីពណ៌ក្រហមខ្មៅបានផ្ដល់នូវអារម្មណ៍ភក់ពេលដែលមនុស្សម្នាក់បានដើរលើវាអារម្មណ៍ភក់នេះកើតឡើងចេញពីឈាមរបស់មនុស្សរាប់មិនអស់រាប់លានអ្នកដែលបានត្រាំនៅលើផែនដីក្នុងរយៈពេល100ឆ្នាំចុងក្រោយនេះឈាមខ្លាចជាទឹកឯណាគ្នាដល់ថ្នាក់ធ្វើឲ្យដីខ្លាចជាភក់អីហ្នឹងអូខេអ្នកគ្នាពីភាគនេះសូមចាប់ដំណឹងខ្ញុំមានអារម្មណ៍ថាពីភាគហ្នឹងវារៀងយូរតិចដោយសារខ្ញុំនិយាយយឺតអ្នកគ្នាគិតមិនដែរថាខ្ញុំនិយាយយឺតនឹងមិនដែរជួយកំប៉ុនផងថាចង់ខ្ញុំនិយាយយឺតចឹងឬក៏លឿនដូចពីមុន